បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាពិសេសគឺបងប្អូនណាស្រឡាញ់ជួយចាត់ការចិញ្ចឹមសត្វហើយថ្ងៃនេះខ្ញុំសូមឆ្លើយតប comment បងប្អូនមួយគាត់ទទួលបានពី YouTube បាទសរសើរពេកចាញ់ comment ការសំណួរផ្សេងៗគឺបាននៅលើ YouTube បងប្អូនបាទគាត់ថាតើទន្សាយកើតកូនបានប្រហែលថ្ងៃទើបយើងដាក់បាទសូមឆ្លើយតបផងបងបាទជាទូទៅខ្ញុំគិតថាបងប្អូនអ្នកចិញ្ចឹមមួយចំនួនទៀតក៏មិនខុសពីខ្ញុំដែរបងប្អូនធម្មតាអន្សាយយើងវាពោះ30ថ្ងៃស្មើនឹង1ខែវាកើតកូនអញ្ចឹងដល់ពេលវាកើតកូនបាន1ខែកូននឹងចេះស៊ីចំណី1ខែគឺយើងបំបែកចេញពីមេអញ្ចឹងពេលបំបែកមេហើយជាយកមេទៅដាក់បាទៀតណាបងប្អូនបាទអញ្ចឹងជាទូទៅគឺខ្ទង់ប៉ុណ្ណឹងបាទពេលខ្លះទៅអាច20ថ្ងៃជាងយើងបំបែកឬក៏30ថ្ងៃយ៉ាងយូរយើងបំបែកហើយអញ្ចឹងបងប្អូនអ្នកចិញ្ចឹមមួយចំនួនធំគឺខ្ទង់ប៉ុណ្ណឹងដែរខ្ញុំជឿថាប៉ុណ្ណឹងបាទហើយភាគច្រើនគឺ comment គឺទទួលបានពីលើកវីដេអូនៅលើ YouTube Facebook គឺមិនសូវទេ page ភាគច្រើន page ក៏គាត់ឆាតមកគឺទិញតែម្ដងដោយសារ page វាស្រួលគាត់ចង់ទិញអីទៅគាត់ឆាតចូល page តែម្ដងស្រួលនាំតែបើថា YouTube ពេលខ្លះបងប្អូនខ្លះគាត់អត់ចេះចូល link Telegram នេះអីចឹងទៅគាត់ពិបាកដោយសារក្នុង description វីដេអូនៅ YouTube ទៅខ្ញុំដាក់ link page ដាក់លេខទូរស័ព្ទដាក់ link Telegram ចូលបងប្អូនខ្លះគាត់អត់ចេះចូលទៅក្នុង description ដើម្បីមើល link Telegram អញ្ចឹងណាបាទតែក៏មានបងប្អូនដែលគាត់ស្គាល់ច្រើនពី YouTube ដែរហើយក៏គាត់តាក់ទងមកទិញបានមួយចំនួនដែរហើយមួយចំនួនទៀតនោះគឺគាត់ទិញទៅតាម Facebook page ខ្ទង់សន្សាយបាទអញ្ចឹងបាទជាសរុបមកវិញគឺចន្លោះពី20ថ្ងៃទៅ30ថ្ងៃគឺយើងបំបែកកូនហើយយើងដាក់បាទចឹងអរគុណច្រើនបងប្អូនសម្រាប់សំណួរបងប្អូនដែលឆ្ងល់សំណួរដូចបងប្អូននេះគឺអាចដឹងមកដែរទៅបាទអរគុណច្រើនបាទ